នៅចាំមួយទៀតយើងទៅទស្សនារឿង Kamen Rider Blade មុននោះអ៊ីសាកាបាននិយាយប្រាប់ទៅកាន់ហាជីមេថាគាត់បានចាប់ពីវគ្គជីវិត Kamen Rider ហើយនឹងចង់ឲ្យហាជីមេទៅពិនិត្យមើលដោយផ្ទាល់ថាតើ Kamen Rider មានសមត្ថភាពអាចឃុំហាជីមេបានដែរឬទេដែលតាមពិតអ៊ីសាកាគឺជានាយករបស់សហព័ន្ធសម្ងាត់មួយដែលមានផែនការចង់បង្កើត System Kamen Rider ថ្មីមួយផ្សេងទៀតអញ្ចឹងហើយបានជាគាត់ចង់ចាប់ Tachibana ហើយនឹង Kensaki ប៉ុន្តែចាប់បានតែ Kensaki ម្នាក់តែប៉ុណ្ណោះក៏បានយកទៅពិនិត្យមើលរាងកាយឃើញថាមនុស្សដែលបានប្រែកាយទៅជា Kamen Rider គឺនឹងកើនកម្លាំងកំណត់លើសពីមនុស្សធម្មតាទៅទៀតជំហានបន្ទាប់នោះអ៊ីសាកាចង់មើលពីកម្លាំងជាក់ស្ដែងនៅក្នុងអំឡុងពេលប្រយុទ្ធថាតើធម្មពល Kamen Rider ដែលវាបូករួមបញ្ចូលជាមួយនឹង Category Ace ដែលជា Ace Undead នោះវាមានកម្លាំងធម្មពលដល់កម្រិតណាប៉ុន្តែមុននឹងចាប់ដើមនោះគឺនាំ Kensaki ទៅឃុំជាមុនសិនប៉ុន្តែ Hajime គិតថាទង្វើរបស់អ៊ីសាកានឹងដូចជាគ្មានប្រយោជន៍សោះក៏ចង់ចាក់ចេញអ៊ីសាកាក៏បានគម្រាមមិនឲ្យចាក់ចេញនោះទេដោយឲ្យមនុស្សម្នាក់ដាក់គ្រាប់បែកកំណត់ពេលវេលានៅហាងកាហ្វេម្ដាយរបស់ Amane Hajime ពិតជាខឹងមែនទែនចង់វាយទៅកាន់អ៊ីសាកាប៉ុន្តែអ៊ីសាកាច្រឡោតដល់វិញហើយអ្វីបានជាឯងបាត់ភាពជាខ្លួនឯងដោយសារតែមនុស្សអញ្ចឹងតើឯងធ្លាក់ខ្លួនដល់កម្រិតនឹងផងឯងតើឯងចាំបាច់ធ្វើរឿងទាំងអស់នេះដែរមនុស្សគឺជាអ្នកចាប់ផ្ដើមពួកវាចូលចិត្តពិសោធន៍និងដាក់គ្រាប់បែកដើម្បីបញ្ចប់បញ្ហាយើងគ្រាន់តែឲ្យពួកវាស្គាល់រសជាតិនោះវិញតែប៉ុណ្ណោះឯងក៏រស់នៅជាមួយនឹងមនុស្សដែរមិនបានជាឯងមិនដឹងពីភាពកាចសាហាវរបស់ពួកវាអញ្ចឹងហាជីមេមិនដឹងថានិយាយយ៉ាងម៉េចនោះទេព្រោះគាត់រស់នៅក្នុងសង្គមមនុស្សល្អចឹងហើយគាត់អត់ដែរឃើញភាពខុសខើនោះឡើយក្រឡេកទៅកាន់ Tachibana កិច្ចផុតពីការចាប់ខ្លួនក៏ប៉ុន្មានប៉ុន្តែភាពភ័យខ្លាចគឺវាតាមប្រមាញ់គាត់មិនឈប់សោះដូច្នេះក៏បានខលទៅកាន់ Shiori ដើម្បីចង់ជួបជាមួយនឹងលោកនាយក Karashima Shiori ក៏បានតបទៅវិញថានាងក៏បានដាច់ការតាក់ទងជាមួយនឹងលោកនាយកដែរនិងបានប្រាប់ពីរឿង Kensaki ត្រូវបានចាប់ខ្លួនដោយមនុស្សមួយក្រុមលឺអញ្ចឹងភ្ញាក់ព្រឺតព្រោះថា Tachibana ក៏ត្រូវបរិសុទ្ធចម្លែកម្នាក់ដូចជា Undead ចាប់ខ្លួនគាត់ដែរប៉ុន្តែសំណាងល្អគេចខ្លួនរួចនិងបានយល់ឃើញថាក្រុមដែលបានចាប់ Kensaki នោះគឺជាក្រុមរបស់ Isaka នឹងឯងShiori ក៏បានសុំឲ្យ Tachibana ទៅជួយរំដោះ Kensaki ផងប៉ុន្តែ Tachibana បែរជាបដិសេធទៅវិញព្រោះថាអ្វីដែលគាត់ខ្វល់ពេលនេះគឺភាពចុះទុនខ្សោយរបស់គាត់មិនចង់ខ្វល់ជាមួយនឹងរឿងផ្សេងនោះឡើយ Shiori ក៏បានស្រែកថាតើ Tachibana ខ្លាចមែនពីសម្ដីនោះធ្វើឲ្យ Tachibana ចងចាំសម្ដីរបស់ Sayoko និង Karashima ដែលបាននិយាយថា Tachibana មានជំងឺភ័យខ្លាចប៉ុន្តែគាត់នៅតែព្យាយាមកុហកដដែល Kotaro បានសង្កេតឃើញហើយចឹងហើយក៏និយាយថាអូចាំបាច់និយាយកុហកខ្លួនឯងធ្វើអីធ្វើអញ្ចឹងវាដូចជាសម្ោចបន់ទេវតាសុំនំប៉ាវប៉ុន្តែបានដុំថ្មអញ្ចឹងណាប៉ុន្តែនៅតែកុហកខ្លួនឯងទៀតថានឹងគឺជានំប៉ាវទាំងដែលញ៉ាំមិនកើតផងហ្នឹងតែឯងនិយាយដូចជាចង់ឌឺយើងមែនទេអូយមានណាខ្ញុំគ្រាន់តែចង់បង្ហាញថាតាមពិតទៅមនុស្សគ្រប់គ្នាគឺតែងតែមានភាពភ័យខ្លាចនិងក្តីបារម្ភអ្នកខ្លះបារម្ភពីគ្រួសាររបស់ខ្លួនខ្លាចជួបគ្រោះថ្នាក់និងមានជំងឺអ្វីផ្សេងអ្នកខ្លះខ្លាចសត្វល្អិតហើយអ្នកខ្លះទៀតខ្លាចខ្មោចខ្លាចភាពងងឹតអីចឹងទៅប៉ុន្តែរឿងទាំងនោះវាដូចជារឿងធម្មតានោះទេអ្វីដែលសំខាន់ហ្នឹងគឺយើងទទួលស្គាល់និងប្រឈមមុខជាមួយនឹងភាពភ័យខ្លាចរបស់យើងទោះបីជាយើងមិនអាចឈ្នះវាក៏ដោយក៏យើងអាចបោះជំហានទៅខាងមុខដោយគ្មានការកុហកជាមួយនឹងខ្លួនឯងដែរបើយើងនៅតែកុហកខ្លួនឯងអញ្ចឹងវាគ្មានអីល្អទេវាពិបាកតែខ្លួនឯងហ្នឹងយើងខ្ពើមពាក្យសម្ដីមនុស្សដូចជាឯងខ្លាំងណាស់និយាយរួចក៏បានចាក់ចេញទៅបាត់ទៅប៉ុន្តែនៅក្នុងចិត្តនៅតែគិតទៅលើពាក្យសម្ដីរបស់ Kotaro និងសួរខ្លួនឯងថាតើខ្ញុំពិតជាភ័យខ្លាចមែនទេតើខ្ញុំពិតជាព្យាយាមគេចវេះជាមួយនឹងវាមែនទេគិតរួចក៏បានត្រឡប់ទៅវិញនិងសម្រេចចិត្តថាជួយ Kensaki ប៉ុន្តែធ្វើជានិយាយថាយើងធ្វើអញ្ចឹងគឺដើម្បីតែស្វែងរក Karashima តែប៉ុណ្ណោះមិនមែនស្ដាប់សម្ដីរបស់ឯងទេកុំយកច្រឡំឲ្យសោះវើយបាទខ្ញុំដឹងហើយឥឡូវធ្វើអញ្ចេះទៅចុះ Shiori ចាប់ទីតាំងរបស់ Kensaki ខ្ញុំនឹងតាមស្វែងរកដោយផ្ទាល់ចំណែកឯងវិញណាទៅបនស្រន់ទេវតាទៅឲ្យស្វែងរកអ្នកទាំងពីរនោះឲ្យឆាប់ឃើញអូបានទទួលបានខ្ញុំទៅហើយត្រឡប់ទៅវិញភ្លាមក៏បនទេវតាឲ្យជួយស្វែងរក Kensaki ឃើញផង Shiori ស្ដីឲ្យបនព្រះប្រកាច់យកស្អីទៅយកអង្គតែនមកចាប់ទីតាំងរបស់ Kensaki ដែល Kensaki ត្រូវបាននាំទៅប្រយុទ្ធជាមួយនឹង Undead អ៊ីសាកាក៏បានប្រមានជាមុនថាមិនអាចរត់បាននោះទេមានតែប្រយុទ្ធតែប៉ុណ្ណោះ Kensaki ច្រឡោតមិនចង់ធ្វើតាមពាក្យសម្ដីរបស់អ៊ីសាកាឡើយប៉ុន្តែ Undead វាចាប់ផ្ដើមវាយប្រហារដូច្នេះគ្មានជំរឿននោះទេមានតែខ្លាចជា Kamen Rider ដើម្បីតតាំងតែប៉ុណ្ណោះការសង្កេតមើលកម្រិតសមត្ថភាពរបស់ Kensaki ក៏បានចាប់ផ្ដើមដែលបានឃើញថាកម្លាំងរួមបញ្ចូលរបស់ Kensaki ជាមួយនឹង Ace Undead គឺបានត្រឹមតែ500ជាងតែប៉ុណ្ណោះវានៅទុំខ្សោយចឹងហើយធ្វើឲ្យ Kensaki មិនអាចយកឈ្នះទៅកាន់ Undead បានឡើយភ្លាមនោះក៏បានកលៀសភ្នែកទៅឃើញ Hajime ក៏កើតចិត្តខឹងសម្បា
ដោយសារតែយល់ច្រឡំថាហាជីមេរួមដៃជាមួយនឹងអ៊ីសាកាចាប់គាត់ដូច្នេះហើយកំហឹងដែលខឹងទៅកាន់ហាជីមេវាក៏បានបង្កើនទៅជាធម៌ពលរួមបញ្ចូលជាមួយនឹង Ace Undead វាកើនកាន់តែខ្លាំងទៅដែលអាចឲ្យ Kensaki អាចយកឈ្នះទៅកាន់ Undead បានហើយធម៌ពលរួមបញ្ចូលនោះវាមិនឈប់ត្រឹមនឹងនោះទេវាឡើងកាន់តែលឿនហើយកាន់តែខ្លាំងជាងមុនទៀតដែលវាបានធ្វើឲ្យហាជីមេកើតចិត្តខ្លាចជាមួយនឹងសក្តានុពលនៃភាពខ្លាំងក្លារបស់ Kamen Riderក៏ស្ទុះទៅវាប្រហារ Kensaki ជាមួយនឹងចិត្តចង់កំចាត់ចោលនៅទីនេះតែម្ដងគ្រូពេទ្យវិទ្យាសាស្ត្រសង្កេតឃើញថាបើសិនជា Ballet ជាមួយនឹង Kalis ប៉ះគ្នានៅកន្លែងនេះប្រកាសជាប៉ះទង្គិចគ្រោះថ្នាក់ដ៏ធំហើយប៉ុន្តែអ៊ីសាកាបដិសេធនឹងឲ្យបន្តដើម្បីសង្កេតមើលសមត្ថភាពរបស់ Kalis មួយទៀតរួចក៏និយាយម្នាក់ឯងថាផែនដីមួយនេះមិនត្រូវការ Kamen Rider ពួកឯងនោះទេគឺត្រូវការកំពូល System Kamen Rider ដែលយើងជាអ្នកបង្កើតកលេសទៅកាន់ស៊ីរីបានចាប់រ៉ាដាឃើញទីតាំងរបស់ Kensaki ក៏បញ្ញាផ្ដល់ដំណឹងទៅឲ្យ Tachibana ជាបន្ទាន់ខូតារ៉ូពិតជាអរគុណដល់ព្រះជាម្ចាស់ខ្លាំងណាស់ដែលឲ្យពួកយើងស្វែងរក Kensaki ប៉ុន្តែស្វែងរកឃើញក៏ពិតមែនស៊ីរីបានសង្កេតឃើញថា Kensaki ត្រូវបានឡោមព័ទ្ធដោយ Undead ដល់ទៅ3ក្បាលឯណោះដែលមួយគឺជា Undead ប្រយុទ្ធជាមួយនឹង Kensaki ចំណែកឯ Undead មួយទៀតគឺ Isaka ចុះតើមួយទៀតគឺជានរណាគេទៅព្រោះថា Theory ឃើញដល់ទៅ3ឯណោះមិនបានជាយើងសង្កេតឃើញថាមានតែ2អញ្ចឹងមានតែបន្តទស្សនាបន្តទៀតទោះជាយ៉ាងណាក៏ដោយ Kotaro គាត់ថា Kensaki ចោលហើយព្រះជាម្ចាស់ជួយ Kensaki ផងចំណែកឯ Tachibana កំពុងតែឈ្មោះទៅក៏ជាប់ប្រាដារបស់សហព័ន្ធ Isaka ដែលវានឹងផ្ដល់ភាពងាយស្រួលទៅដល់ Isaka ព្រោះមិនចាំបាច់ទៅតាមស្វែងរកនោះទេកន្លែងទៅកាន់ស៊ីរីវិញក៏ទទួលបានសារពីលោកនាយកខារ៉ាសូម៉ាដើម្បីឲ្យខត់ Tachibana កុំឲ្យមកទីនេះចឹងបានន័យថាលោកនាយកខារ៉ាសូម៉ាក៏នៅទីតាំងសហព័ន្ធរបស់ Isaka ដែរគ្រាន់តែឃើញសាររបស់លោកនាយកខារ៉ាសូម៉ាស៊ីរីក៏តាក់ទងទៅ Tachibana ប៉ុន្តែតាក់ទងមិនចូលសល់ហើយក៏ងាកទៅកាន់ការប្រយុទ្ធគ្នាដែលកម្លាំងរួមបញ្ចូលរបស់ Kalis ជាមួយនឹង Ace Undead គឺឡើងដល់900ជាងឯណោះដោយសារតែការប្រយុទ្ធជាមួយនឹង Kensaki ធ្វើឲ្យ Kalis ចាប់ផ្ដើមឆ្លក់វង្វេងជាមួយនឹងសង្គ្រាមនៃការប្រយុទ្ធគ្នាអ៊ីសាកាឃើញបែបនោះក៏និយាយថាការប៉ះទង្គិចគ្នាកាលពី10000ឆ្នាំមុននោះវាបានកើតឡើងម្ដងទៀតហើយចឹងបានន័យថា Kalis ជាមួយនឹង Ballet ធ្លាប់ប៉ះទង្គិចគ្នាម្ដងរួចហើយកាលពី10000ឆ្នាំមុនប៉ុន្តែមិនទាន់ដឹងថាក្នុងរូបភាពអ្វីឡើយដោយសារតែពេលនោះមិនទាន់មាន System Kamen Rider អ្វីនោះទេអាចថាជា Undead អាត់កើប៉ះគ្នាជាមួយនឹង Undead អាត់បិចក៏ថាបានរំពេញនោះ Garen ក៏មកដល់ក៏ត្រូវបានរៀបរៀងទៅដោយ Undead ដូច្នេះហើយក៏បោកឆាកប្រយុទ្ធមួយទៀតក្រុមរបស់ Isaka ក៏ចាប់ផ្ដើមសង្កេតមើល Garen ប៉ុន្តែកម្រិតរួមបញ្ចូលរបស់ Garen ជាមួយនឹង Ace Undead គឺចុះទន់ខ្សោយដោយសារតែភាពភ័យខ្លាចរបស់ Tachibana នឹងឯង Isaka ក៏បានកំណត់សម្គាល់ទៅលើ System Kamen Rider របស់មនុស្សគឺវាមិនល្អនោះទេនៅពេលដែលអ្នកប្រើប្រាស់ភ័យខ្លាចគឺនឹងចុះទន់ខ្សោយដូចជា Tachibana ប៉ុន្តែនៅពេលដែលមានឆន្ទៈនិងស្រែកឃ្លានជាមួយនឹងការប្រយុទ្ធគ្នានោះនឹងកើនធម៌ពលដូចជា Kensaki Tachibana ក៏ចាញ់ក្រមដៃរបស់ Undead Kensaki ក៏ចង់ទៅជួយដែរប៉ុន្តែជាប់ដៃជាមួយនឹង Kalis បាត់ហើយសំណាងល្អដែរខារ៉ាសាម៉ាលួចទៅកាត់ចរន្តអគ្គិសនីបង្កើតឱកាសមួយឲ្យ Kensaki វាបកទៅកាន់ Kalis និង Undead បន្ថែមជាមួយនឹងការ2 combo kick ជាមួយនឹង Lightning ចេញទៅជា Lightning Blast Undead Bite Undead Bakal ចេញទៅជា category 7 បិចនិងឃុំចេញទៅជា Metal ដែលមានអត្ត power 1200និងចង់បន្តការប្រយុទ្ធជាមួយនឹង Kalis ដែលជា Hajime ប៉ុន្តែ Hajime នៅឃើញថាគ្រាប់បែកនៅហាងកាហ្វេនៅឡើយនោះទេក៏ចាក់ចេញដើម្បីទៅជួយសង្គ្រោះជាបន្ទាន់ Isaka មិនខ្វល់នោះទេព្រោះអ្វីដែលគាត់ចង់បាននោះគឺទិន្នន័យនៃការប្រយុទ្ធគ្នារវាង Kamen Riderថែមទាំងចាប់បានខារ៉ាសូម៉ាដើម្បីយកទៅប្រើប្រាស់ទៀត Kensaki ឃើញចឹងក៏ស្ទុះចង់ទៅជួយប៉ុន្តែមុននឹងទៅដល់នោះ Isaka ដំណើរការគ្រាប់បែកកំណត់ពេលវេលាគ្រប់ទីកន្លែងសូម្បីតែសហព័ន្ធសម្ងាត់នេះក៏មានដូចគ្នា Kensaki សម្រុកចូលវាយក្រុម Isaka និងជួយលោកនាយកខារ៉ាសូម៉ាបានសម្រេចនិងបញ្ញាប់ទៅជួយ Tachibana ម្នាក់ទៀតដើម្បីចាក់ចេញពីកន្លែងនឹងជាបន្ទាន់ Hajime ក៏បញ្ញាប់ទៅហាងកាហ្វេដែរព្រោះគ្រាប់បែកនៅក្នុងកញ្ចប់ដែលអ្នកទាំងពីរស្មានថាគឺជារបស់ភ្ញៀវភ្លេចមិនបានដឹងថានោះគឺជាគ្រាប់បែកនោះឡើយសំណាងល្អ Hajime ទៅទាន់ពេលវេលាចាប់គ្រាប់បែកក្រវែងចោលបែកកញ្ចក់ហាងខ្ទេចនៅសហព័ន្ធសម្ងាត់ក៏ដូចគ្នាអញ្ចឹងប៉ុន្តែគ្មាននរណាម្នាក់របួសនោះឡើយ
ក៏ងាកទៅកាន់អាម៉ាណេវិញចាប់ផ្ដើមមានចម្ងល់ហើយអ្វីបានជាហាជីមេដឹងថាមានក្របបែកប៉ុន្តែហាជីមេនៅស្ងៀមមិននិយាយអ្វីសោះធ្វើឲ្យអាម៉ាណេគាត់ខឹងព្រោះថាស្អប់ចរិតនៅពេលដែលហាជីមេមិននិយាយអីបែបហ្នឹងណាក៏បានចាក់ចេញទៅបាត់ទៅពេលនោះប៉ូលីសក៏បានមកសួរនាំទៅលើករណីផ្ទុះដែលវាអាចជាការសងសឹកឬមួយក៏គំនុំអីចឹងទៅណាម្ដាយរបស់អាម៉ាណេក៏ថាវាអាចពាក់ព័ន្ធជាមួយនឹងហាជីមេប៉ុន្តែមិនចង់បង្កបញ្ហាទៅដល់ហាជីមេនោះទេចឹងហើយក៏បាននិយាយថាគាត់អត់មានការសង្ស័យទៅលើការបំផ្ទុះនឹងឡើយក៏ងាកទៅកាន់លោកនាយកខារ៉ាស៊ូម៉ានិងខេនសាគីបាននាំថាជាបាណាទៅសម្រាកនៅផ្ទះរបស់ខូតារ៉ូប៉ុន្តែនៅមិនស្ងៀមនោះទេព្រោះចង់ដឹងពីរឿងចុះទុនខ្សោយរបស់គាត់លោកនាយកខារ៉ាស៊ូម៉ាក៏បានប្រាប់ទៅវិញថាគាត់បានបរិយាយរួចទៅហើយថាវាគឺជាជំងឺភ័យខ្លាចរបស់ថាជាបាណាដូច្នេះហើយបើសិនជាថាជាបាណានៅតែមិនមានភាពក្លាហាននោះទេគឺនឹងមិនអាចយកឈ្នះទៅលើជំងឺភ័យខ្លាចរបស់ខ្លួនឯងបាននោះឡើយគ្រាន់តែឮបែបនោះថាជាបាណាក៏ថាមើលទៅគាត់គឺជាមនុស្សខ្លាចស្លាប់នឹងហើយបានជាមានអាជំងឺបែបហ្នឹងខេនសាគីខំលើកទឹកចិត្តដែរប៉ុន្តែថាជាបាណាច្រឡោតឯងមិនដឹងស្អីនោះទេបន្តមកទៀតខារ៉ាស៊ូម៉ាក៏បានប្រាប់ទៅកាន់អ្នកទាំង3ពីគោលបំណងនៃការបង្កើតរបស់បតគឺដើម្បីតែស្រាវជ្រាវពីជីវប្រវត្តិរបស់មនុស្សជាតិហើយនឹងជីវជីវិតដែលរស់នៅលើផែនដីបើចង់មែនខ្ញុំចង់ដឹងដល់ហើយថាតើមនុស្សចំនួនបុរាណហ្នឹងគាត់ធ្វើអីខ្លះទៅណោះហើយមនុស្សកើតពីណាពីណីទៅអូយចង់ដឹងច្រើនណាតប៉ែម្លេះចេញទៅអាបាត់ទៅលោកនាយកខារ៉ាស៊ូម៉ាក៏បន្តនិយាយប្រាប់ដែលវាគឺជារឿងសង្គ្រាមកាលពី10000ឆ្នាំមុននឹងឯងហើយខ្ញុំក៏ដូចជាបានបញ្ជាក់រឿងទាំងហ្នឹងដែរដូច្នេះហើយយើងហួសទៅខាងមុខបន្តិចដែលអណ្ដែតជីវិតអមតៈត្រូវចាញ់នៅក្នុងសង្គ្រាម10000ឆ្នាំនោះគឺនឹងឃុំនៅក្នុងរ៉ៅសៃខាតហើយបតក៏បានបង្កើតឡើងដើម្បីស្រាវជ្រាវទៅលើជីវជីវិតអមតៈទាំងនោះនិយាយមកដល់ចំណុចនេះស៊ីអូរីក៏បានសួរបញ្ជាក់ថាតើឪពុករបស់នាងប្រឡែងអណ្ដែតគឺដោយសារតែមូលហេតុជីវិតអមតៈនឹងមែនដែរឬទេលោកនាយកខារ៉ាស៊ូម៉ាសារភាពថាវាពិតជាអញ្ចឹងមែនប៉ុន្តែមិនមែនតែឪពុករបស់ស៊ីអូរីម្នាក់នោះទេគឺវាមានការយល់ស្របពីគ្រូពេទ្យផ្នែកវិទ្យាសាស្ត្រដទៃទៀតដោយសារតែអ្នកទាំងនោះសុទ្ធតែមានបំណងរៀងខ្លួនស៊ីអូរីដឹងរឿងច្បាស់រឹតតែមិនអាចទទួលយកបានទៀតនឹងចាក់ចេញទៅបាត់ទៅដែលថាជាបាណាក៏នៅស្ដាប់ខាងក្រៅដូចគ្នាចំណែកឯខេនសាគីមានក្តីបារម្ភជាមួយនឹងសង្គ្រាមកាលពី10000ឆ្នាំមុនព្រោះថាវាបានកើតឡើងសាជាថ្មីហើយថាជាបាណាក៏បានឮដែរប៉ុន្តែអត់មានឆន្ទៈចង់កម្ចាត់អណ្ដែតស្អីទេបើជាចង់ចាក់ចេញខេនសាគីក៏ស្ទុះទៅសុំឲ្យថាជាបាណាកម្ចាត់អណ្ដែតជាមួយនឹងគាត់ដើម្បីបញ្ជាសង្គ្រាមកាលពី10000ឆ្នាំមុនប៉ុន្តែថាជាបាណាបែរជាបដិសេធព្រោះថានៅក្នុងស្ថានភាពរបស់ខ្ញុំបែបនេះខ្ញុំមិនអាចធ្វើអ្វីបាននោះទេលោកនាយកខារ៉ាស៊ូម៉ាក៏បាននិយាយទៅកាន់ថាជាបាណាគុណខ្លួនប្រាណរបស់ឯងទៅជាអញ្ចឹងវាគឺជាកំហុសរបស់ខ្ញុំប៉ុន្តែខ្ញុំនឹងមិនសុំទោសនោះទេព្រោះខ្ញុំជឿថាឯងនឹងអាចយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯងនិងត្រឡប់មកប្រយុទ្ធសាជាថ្មីដែលនេះគឺជាការជឿជាក់របស់ខ្ញុំចំពោះឯងប៉ុន្តែថាជាបាណាគ្មានភាពជឿជាក់ទៅលើខ្លួនឯងនោះឡើយចុងហើយក៏បានចាក់ចេញទៅទាំងក្តីអស់សង្ឃឹមនិងមិនចង់បន្តប្រយុទ្ធទៀតនោះទេកន្លែងទៅខាងក្នុងវិញខូតារ៉ូលើកជាចម្ងល់មួយថាហេតុអ្វីបានជាសហព័ន្ធរបស់អ៊ីសាកានឹងចង់បង្កើត System Kamen Rider ថ្មីលោកនាយកខារ៉ាស៊ូម៉ាបាននិយាយថាគាត់មិនដឹងនោះទេប៉ុន្តែគាត់ជឿថាមិនមែនដើម្បីមនុស្សជាតិនោះឡើយព្រោះអ៊ីសាកាដែលជាអ្នកគ្រប់គ្រងរបស់សហព័ន្ធថ្មីនោះគឺជា Undeadនិយាយទៅដល់អណ្ដែតនោះខូតារ៉ូលើកជាចម្ងល់មួយទៀតថានៅពេលដែលខេនសាគីប្រយុទ្ធនៅសហព័ន្ធសម្ងាត់នោះគឺមានអណ្ដែតនៅជុំវិញខ្លួនគាត់ដល់ទៅ3ឯណោះដែលមួយគឺប្រយុទ្ធជាមួយនឹងខេនសាគីហើយមួយទៀតគឺជាអ៊ីសាកាហ្នឹងហើយហើយតើមួយទៀតគឺជានរណាគេទៅខេនសាគីក៏ចាប់ផ្ដើមកត់សម្គាល់ថាអណ្ដែតមួយទៀតនោះគឺជាហាជីមេនឹងឯងហើយយើងក៏បានដឹងដែរថាឈាមរបស់ហាជីមេគឺពណ៌បៃតងដែលនោះគឺជាឈាមរបស់ពួកអណ្ដែតនឹងឯងហើយមូលហេតុដែលហាជីមេជាមួយនឹងអ៊ីសាកាអាចនិយាយភាសាមនុស្សបាននោះគឺលោកនាយកខារ៉ាស៊ូម៉ាគាត់កំពុងតែបកស្រាយដែលគាត់ធ្លាប់ដឹងមកថាសមត្ថភាពរបស់អណ្ដែតដែលមានកម្រិតខ្ពស់នោះវាអាចនិយាយភាសាមនុស្សបាននិងអាចក្រឡាខ្លួនទៅជាមនុស្សប៉ុន្តែវាមានអាករណីមួយទៀតគឺវាគ្រោះថ្នាក់ជាងអាកាឡាខ្លួននឹងទៅទៀតដែលនៅក្នុងអំឡុងពេលសង្គ្រាមកាលពី10000ឆ្នាំមុននោះគឺមានការបង្កើតរ៉ៅសេខានមួយដែលសហព័ន្ធដាក់ឈ្មោះឲ្យថាជា Face Card វាគឺជាកាតមុខមនុស្សនៅពេលដែល Undead ណាប្រើប្រាស់កាតនោះគឺនឹងអាចបដូររូបរាងទៅជាមនុស្សហើយ Undead ដែលមាន Face Card នោះគឺវាគ្រោះថ្នាក់ខ្លាំងមែនទែនជាង Undead ដទៃទៅទៀតដែលលោកនាយកខារ៉ាស៊ូម៉ាសង្ស័យថាវាអាចលាក់ខ្លួនក្នុងចំណោមអ៊ីសាកាចឹងហើយបានជាសញ្ញាបង្ហាញថាមាន Undead ដល់ទៅ3ឯណោះដែលនៅជុំវិញខ្លួនរបស់ Kensaki មិនខ្វល់អ្វីទាំងអស់ដែលខ្វល់តែពីរឿង Hajime គឺជា Undead ចឹងហើយក៏បានចាក់ចេញទៅកំចាត់ជាប្រញាប់ព្រោះមិនអាចលើកលែងទៅឲ្យ Undead ដែលរស់នៅបន្លំខ្លួនជាមនុស្សនោះទេក៏ងាកទៅកាន់លោកនាយកខារ៉ាស៊ូម៉ាវិញបានដាស់ស្មារតីស៊ីអូរីកុំឲ្យនាងស្ដីបន្ទោសខ្លួនឯងបន្តទៀត
ព្រោះគាត់ជឿថាមុននឹងក្រោយការប្រឡែង Undead វាគង់តែកើតឡើងនោះទេដែលវាជារង្វិលជុំនៃសង្គ្រាម Battle Fight ប៉ុន្តែ Shiori មិនអាចមិនឈប់គិតបាននោះទេសូមនាងគិតអ្វីដែលវាជារឿងសំខាន់ជាមុននោះគឺជាការជួយ Kensaki ឃុំ Undead បន្តទៀតបើសិនជានាងនៅស្ងៀមបែបនេះវាមិនមែនជាដំណោះស្រាយនោះឡើយនិយាយរួចក៏ចាក់ចេញទៅ Shiori រត់ដេញតាមដើម្បីសួរនាំថាតើលោកនាយកចង់ទៅណាលោកនាយកបានប្រាប់ថាគាត់នឹងទៅស៊ើបពីសហព័ន្ធរបស់ Isaka ដើម្បីស្វែងរកផែនការកុំតិចចោលឃើញគ្រប់គ្នាចាប់ផ្ដើមសកម្មភាពនោះ Shiori ក៏មិននៅមួយកន្លែងដែរក៏ចាប់ផ្ដើមសកម្មភាពរបស់នាងដូចគ្នាកន្លែងទៅកាន់ Hajime វិញមានអារម្មណ៍ថាសោកសៅនៅពេលដែល Amane ខឹងគាត់ប៉ុន្តែមិនដឹងថានោះគឺជាអារម្មណ៍អ្វីឡើយម្ដាយរបស់ Amane ចាប់អារម្មណ៍ដឹងក៏បាននិយាយបង្ហាញទៅកាន់ Hajime ឲ្យដឹងថាតាមពិតទៅ Amane គាត់មិនបានខឹងស្អប់ទៅកាន់ Hajime ឡើយដែលនោះគ្រាន់តែជាក្តីបារម្ភរបស់ Amane ទៅកាន់ Hajime តែប៉ុណ្ណោះដោយសារតែនាងចូលចិត្តនិងស្រឡាញ់ Hajime ខ្លាំងណាស់នាងមានក្តីបារម្ភនិងចង់ដឹងថា Hajime មានរឿងអ្វីកើតឡើងប៉ុន្តែនៅពេលដែលមិនបានចម្លើយពីមនុស្សដែលខ្លួនបារម្ភនោះក៏កើតទៅជាចិត្តខឹងបែបហ្នឹងទៅដែលតាមពិតទៅនោះមិនមែនជាចិត្តខឹងដោយសារតែការស្អប់ឡើយនោះគឺជាចិត្តខឹងដែលកើតចេញពីក្តីស្រឡាញ់លើពីសម្ដីទាំងនោះហើយ Hajime កាន់តែគិតថាខ្លួនមិនគួរណារស់នៅទីនេះបន្តទៀតឡើយដែលវានឹងបង្កបញ្ហាទៅដល់អ្នកទាំងពីរចឹងហើយក៏បានសម្រេចចិត្តចាក់ចេញដោយទុកសម្បត្តិមិនបានបរិយាយអ្វីទាំងអស់គឺមានតែពាក្យអរគុណទៅដល់អ្នកទាំងពីរតែប៉ុណ្ណោះស្រាប់តែនៅតាមផ្លូវនោះជួបជាមួយនឹង Kensaki ដែល Kensaki មកនេះគឺកម្ចាត់ Hajime ដែល Hajime ក៏កំពុងតែមានអារម្មណ៍មិនល្អផងនោះឈុតឆាកប្រយុទ្ធក៏បានចាប់ផ្ដើមក្នុងពេលជាមួយនឹងគ្នានោះ Tachibana ណាត់ជួប Sayako ដើម្បីទៅដើរលេងជាលក្ខណៈគូស្នេហ៍ធ្វើឲ្យ Sayako មានអារម្មណ៍ថាប្លែកព្រោះថា Tachibana មិនដែលមកដើរលេងជាមួយនឹងគាត់អញ្ចឹងទេគឺដោយសារតែខ្ញុំចង់រស់នៅជីវិតធម្មតាតែប៉ុណ្ណោះវាគ្មានអ្វីប្លែកនោះទេហើយក៏ចង់បំភ្លេចរឿងប្រយុទ្ធចោលដែរព្រោះថាមនុស្សខ្លាចស្លាប់ដូចជាខ្ញុំមិនស័ក្តិសមក្នុងការប្រយុទ្ធនោះឡើយនឹងចាប់ផ្ដើមសាងអនុស្សាវរីយ៍ជាមួយនឹង Sayako ប៉ុន្តែរំពេចនោះស្រាប់តែមាន Undead សេះបង្កង់មួយក្បាលវាមកវាប្រហារមនុស្សនៅតំបន់នោះTachibana ចង់ទៅកម្ចាត់វាដែរប៉ុន្តែអារម្មណ៍ភ័យខ្លាចវាក៏បានបង្កើតជាការស្ទាក់ស្ទើរហើយជាមួយនឹងភាពស្ទាក់ស្ទើររបស់គាត់នោះវាក៏បានធ្វើឲ្យមនុស្សបន្តបាត់បង់ជីវិត Sayako ទាញដៃ Tachibana ឲ្យរត់ប៉ុន្តែមិនរត់នោះទេកលែងទៅការប្រយុទ្ធគ្នារវាង Ballet ហើយនិង Kalis ដែលកោនកម្លាំងរួមបញ្ចូលរៀងខ្លួនដោយសារតែ Kensaki ចង់កម្ចាត់ Kalis ដែលជា Undead រស់នៅបន្លំជាមនុស្សចំណែកឯ Kalis នៅពេលដែលប្រយុទ្ធជាមួយនឹង Ballet នោះគឺនឹងធ្វើឲ្យគាត់ឆ្លក់វង្វេងជាមួយនឹងការប្រយុទ្ធនិងមានភាពស្រែកឃ្លានក្នុងការប្រយុទ្ធគ្នាជាខ្លាំងមិនទាន់នឹងមានអ្នកឈ្នះផង Shiori ក៏បានផ្ដល់ដំណឹងទៅកាន់ Kensaki ពីវត្តមានរបស់ Undead Kensaki តទៅវិញថាគាត់កំពុងតែប្រយុទ្ធជាមួយនឹង Undead ហ្នឹងហើយដែលជា Hajime ខូតារ៉ូលឺចឹងភ្ញាក់ផ្អើលប៉ុន្តែមិនទាន់បានសួរដេញដោលនោះទេព្រោះ Shiori កំពុងតែច្រឡោតប្រាប់ថាមាន Undead មួយទៀតដែលវាកំពុងតែវាប្រហារមនុស្សលឺចឹង Kensaki សម្បាការប្រយុទ្ធសិនប៉ុន្តែ Kalis ដាក់ Kensaki ពី3គ្រាប់មុននឹងចាក់ចេញទៅបាត់ទៅធ្វើឲ្យ Kensaki មួម៉ៅមែនតើអាចឈប់ហើយហ្នឹងឆ្លៀតមកវាយប្រហារទៀតកលែងទៅកាន់ Tachibana ដោយសារតែការមិនសម្រេចចិត្តរបស់គាត់នោះធ្វើឲ្យម្ដាយរបស់ក្មេងស្រីម្នាក់បាត់បង់ជីវិតដូច្នេះហើយទោះបីជាភ័យខ្លាចយ៉ាងណាក៏ដោយក៏ត្រូវតែប្រយុទ្ធដែរនៅក្នុងអំឡុងពេលប្រយុទ្ធនោះក្រុមរបស់ Isaka លួចពិនិត្យមើលឃើញថាកម្លាំងធម្មពលរួមបញ្ចូលរបស់ Garen វាបានថយចុះយ៉ាងលឿនដោយសារតែ Tachibana នៅតែមានភាពភ័យខ្លាចដដែលនិងចាញ់ក្រោមដៃរបស់ Undead រំពេចនោះក៏មានវត្តមានរបស់ Kensaki ប៉ុន្តែកម្រិតរួមបញ្ចូលរបស់គាត់ក៏មិនទាន់គ្រប់គ្រាន់អាចយកឈ្នះ Undead ដែរដោយសារតែតតែគាត់ប្រយុទ្ធជាមួយនឹង Kalis ទើបធ្វើឲ្យភ្លើងកំហឹងរបស់គាត់នឹងវាខ្លាំងនិងបំលែងចេញទៅជាធម្មពល Tachibana ចង់វាយប្រហារប៉ុន្តែ Undead វាបានយក Kensaki មកក្រងនិងស្ទុះទៅវាយប្រហារធ្វើឲ្យ Tachibana របួសខ្លាចទៅជារូបរាងមនុស្សបាត់ហើយប៉ុន្តែ Kensaki ស្ទុះមកការពារទាន់ពេលវេលាហើយ Undead សេបង្កង់នោះវាក៏បានចាក់ចេញពីកន្លែងនឹងបាត់ទៅប៉ុន្តែអ្វីដែលសំខាន់ពេលនេះ Sayako បានដឹងថា Tachibana គឺជា Kamen Rider ដែលនាងគឺនឹកស្មានមិនដល់ឡើយ Tachibana ក៏មានអារម្មណ៍ថារអៀសចិត្តដែរនៅពេលដែល Sayako បានដឹងថាខ្លួនគឺជា Kamen Rider